ដែលគេធ្វើបានច្រើនទេមានន័យថាគ្នាយើងទាំងអស់11នាក់ធ្វើបានតែដូចជា2នាក់ទេ2 3នាក់ទេធ្វើបាន2នាក់តែ submit មួយហើយក៏ប៉ុណ្ណឹង missing ដូចបងសកលអត់ឃើញ submit result មកទេហើយអ្នកដូចជាមានអ្នកទៀតនេះដូច event មួយទៀតអត់មាន submit result ខ្ញុំ click turn in បាទ click turn in ប៉ុន្តែអត់បាន screenshot ហ្នឹងហើយឃើញ turn in ប៉ុន្តែអត់ screenshot អញ្ចឹងចាំជួយ screenshot ដាក់មកវិញ event ដូចគ្នាហើយអ្នកផ្សេងដែលអត់ទាន់ធ្វើខ្ញុំ expect ថាចប់ session ហ្នឹងទៅនឹងទៅ install ហើយ connect SQL server បន្ទាប់មក load sample database ចូលអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់បានធ្វើអាហ្នឹងទេអ្នកទាំងអស់គ្នាពេលទៅដល់មេរៀនមុខដែលត្រូវ practice ឬក៏ត្រូវ run script គឺអត់មានអី run ទេមិនមែនមេរៀនមុខទេមេរៀនថ្ងៃហ្នឹងហ្មងអញ្ចឹងតកតងនឹង homework ហ្នឹងមានតែគេមានចម្ងល់ចង់ខ្ញុំ clarify បន្ថែមឬក៏មានបញ្ហាអីអត់អត់មានទេអញ្ចឹងដោយសារតែហ្នឹងហើយអញ្ចឹងតកតងនឹង homework ហ្នឹងខ្ញុំចង់ឲ្យគ្នាយើងជួយ demo ម្នាក់មកជួយ share screen demo បន្តិចមកថាតើរបៀប connect មិនហើយ load sample database មិនអញ្ចឹងណាគេក៏បានដែរអាចជួយ share screen មកហើយ demo តិចមកអញ្ចឹងអត់មានណាប្រហែលជាអត់បានធ្វើអញ្ចឹងធ្វើបានតែ2 3នាក់ហ្នឹងណាមិញ2នាក់3នាក់5នាក់ហ្នឹងធ្វើបានតែ5នាក់ណាអញ្ចឹងដុល្លារមិនបានធ្វើដុល្លារដាក់ហើយព្រោះដាក់ហើយតែគ្រាន់តែអត់បានថ្ងៃហ្នឹងអត់បានយកកុំព្យូទ័រពីអូហ្វីសមកអូខេ Yes ដុល្លារដើរអស់ណាអូខេ good អញ្ចឹងអ្នកផ្សេងទៀតមានបញ្ហាទៅต้องនឹង install អីទៀតអត់អត់មានទេអញ្ចឹងអ្នកដែលនៅសេសសល់ហ្នឹងចាំទៅវិញចប់ទៅតម្លើងហើយទៅ connect ហើយទៅ load database មកអញ្ចឹងខ្ញុំ expect ថាអ្នកនរគ្នាអាចធ្វើហើយអស់តាំងចប់ពេលចប់ session នេះហើយមួយទៀតឥឡូវអត់មានគ្នាយើង demo ទេណាអញ្ចឹងខ្ញុំ expect ថាយើងចេះ connect ណាអូខេយើងចេះ load ណាអញ្ចឹងខ្ញុំនឹងបន្តអូខេអញ្ចឹងតោះបុនធានអាច demo តិចមកពីរបៀប connect ហើយនឹង load data លោកគ្រូខ្ញុំមានបញ្ហានៅត្រង់ការ download អា data set របស់ bicycle ហ្នឹងពី Google Classroom លោកគ្រូខ្ញុំ download មកអត់បានអត់ដឹងថា download តាមរបៀបណាអូខេតើតើនឹង file ហ្នឹងប្រហែលជាគ្នាយើង download អត់បានហើយខ្ញុំអត់បានដាក់នេះឲ្យអញ្ចឹងអត់អីអ្នកនរគ្នាអាចចូលទៅក្នុងអា file PDF នេះហើយទៅបើក file PDF ឈ្មោះload SQL server sample database ហ្នឹងមកអ្នកអស់ចុចលើហ្នឹងមក download ហើយចុចលើ link ហ្នឹងតនេះបន្ថែមlink PDF នោះនៅក្នុង Google Classroom មែនគ្រូបាទអរគុណចំណេះយើងអ្នកដែលអត់ download បានអាចចូលទៅ downloadអូខេអញ្ចឹងអូខេអញ្ចឹងបាច់ go through អា load database ហើយនឹង connect ហ្នឹងទេអញ្ចឹងឥឡូវខ្ញុំអាច connect ឲ្យអ្នកនរគ្នាមើលអញ្ចឹងខ្ញុំមាន SQL server តម្លើងហើយស្រាប់ខ្ញុំបើកវាមកដោយសារតែនៅក្នុង
ដែលយើងhiện ngàyហ្នឹងនឹង run code ចឹងណាចាំមិនដល់មានអាហ្នឹង install ហើយ load sample database ហ្នឹងឲ្យហើយអញ្ចឹងពេលបើកមកវា load អញ្ចឹងយើងកន្លែងនេះយើងដាក់server យើងមក server name យើងអាចដាក់ឈ្មោះយើងឈ្មោះ laptop កុំព្យូទ័រយើងក៏បានឈ្មោះlocal host យើងអាច say ថា local host ទេក៏បានឬក៏មួយទៀតយើងដាក់ទៅចុចចេះក៏បានដែរតែ base practice យើងនឹងមាន IP យើងត្រូវដាក់ IP ជាង IP ហ្នឹងបើសិនជាយើងប្រើនៅពេលដែលយើងទៅធ្វើការឬក៏យើងនៅកន្លែងការងារនៅពេលដែលគេឲ្យ database យើង access គឺយើងត្រូវដាក់ IP កន្លែងហ្នឹងអញ្ចឹង IP ឧទាហរណ៍ថាមានលេខចឹងទៅហ្នឹងឯង IP ចឹងក្នុងនេះយើងខ្ញុំយកឈ្មោះខ្ញុំទៅហើយកន្លែងនេះយើងយកវាមានច្រើន option អញ្ចឹងយើងយក HR server authentication មកហើយ login យើងយក user ដែលយើង login កាលពីបង្កើតពេលដែលយើង install ណាយើងមាន user សារហើយយើងវាយ password ចូលមកអធិស្ឋានលោកគ្រូបាទលោកគ្រូបាន share screen នៅលោកគ្រូខ្ញុំមើលអត់ឃើញឬក៏មកពី internet ខ្ញុំអូ sorry អត់បាន share screen អូខេអញ្ចឹងតើតើនៅ SQL server នេះយើងបើកកម្មវិធីនោះមកពេលដែលយើងតម្លើងហើយតើមកយើងរបៀប connect គឺតើតើនឹងកន្លែងនេះគឺ server name ទី1នេះចានេះ database engine យើងអត់មាន select យកអីទេដោយសារយើងអត់ប្រើ reporting service ឬក៏ analysis service អីទេជាងយក default វាហ្នឹងមកហើយកន្លែង server name នេះឲ្យយើងអាចដាក់អីក៏បានដែរនៅពេលដែលយើងប្រើសម្រាប់ learn សម្រាប់រៀនអញ្ចឹងណា practice អញ្ចឹងទៅប៉ុន្តែបើសិនជាមែនតើទៅនៅកន្លែងធ្វើការពេលដែលគេឲ្យយើង access database គឺគេឲ្យជា IP មកយើងឬក៏ជាគេថា DNS អញ្ចឹង IP ហ្នឹងវាបែបនេះបែបចេះពេលដែលគេឲ្យវានឹងមានលេខអីអញ្ចឹងវាមានលេខចេះអញ្ចឹងវាអាចមានលេខផ្សេងពីហ្នឹងជាងទៅ based ទៅលើ IP ដែលគេឲ្យប៉ុន្តែទម្រង់វាគឺរូបរាងគឺបែបនេះហើយមួយទៀតកន្លែងខ្លះគេអត់ឲ្យជា IP ទេគេឲ្យជាដូច URL ទេអញ្ចឹងយើងអាច connect ឧទាហរណ៍ថាគេមាន URL មួយតែ .com អីចឹងទៅយើងអាច connect តាមហ្នឹងក៏បានដែរ DNS ហ្នឹងក៏បានដែរអញ្ចឹងឥឡូវយើងគ្រាន់តែរៀនយើងអាច connect ឈ្មោះ computer យើងក៏បានឬក៏ local host ក៏ដែរអញ្ចឹងខ្ញុំយកឈ្មោះខ្ញុំមកអញ្ចឹងតើតើនឹង user អញ្ចឹងកន្លែង authentication នេះយើងយកមួយណាអាផ្សេងនេះអត់តម្រូវឲ្យយើងអត់ប្រើទេតើអញ្ចឹងអាទី2 server authentication ដោយសារយើងត្រូវ username ជុំអូខេអញ្ចឹងយើង connect វាមកយើងដាក់អា password user ហើយនឹង password ដែលយើង set up អាពេលយើងតម្លើង SQL នឹងមកយើង connect មកបានហើយតោះមកយើងត្រូវការសរសេរ query អញ្ចឹងថាការបង្កើត query អញ្ចឹងយើងត្រូវ mouse ស្ដាំលើវាមិន mouse ស្ដាំទេអញ្ចឹងយើងយកនេះយើងចុចលើ database មកហើយយើងយក new query នេះមកឬក៏យើងអាចសរសេរយើងអាចចុចលើ keyboard ណាអាចចុច control N ក៏បានដែរនេះដើម្បីបើក query កន្លែងសរសេរ code នឹងថ្មីអញ្ចឹងនៅពេលដែល default គឺវានឹងចាប់ master អញ្ចឹងយើង switch ទៅ database by store មកពេលដែលយើងប្រើយើងត្រូវ switch ឬក៏មួយទៀតយើងមិនបាច់ switch ក៏បានដែរយើងអាចចង់ឈរឥឡូវយើងកំពុងឈរលើ database master ជាយើងចង់ switch ទៅ database by store យើងអាចសរសេរSQL script បានសរសេរចេះមកexecute មក
cho lấy dân khi video ta cần cho taនៅ Bike Store វិញចឹងអានេះដូចខ្ញុំដំបូងខ្ញុំគិតថាខ្ញុំសូដែលអស់នេះតែต้องការ load data sample database ចឹងឥឡូវអត់ចាំបាច់ទេគេថាអ្នកនរគ្នាវាស្រួលដែរទេចឹងខ្ញុំ rename មកដូចដើមវិញអូខេចឹងយើងចាប់ដើមតកតងទៅនឹងមេរៀនយើងហ្នឹងចឹងមេរៀនយើងថ្ងៃនេះយើងនឹង cover តកតងទៅនឹង select statement អញ្ចឹងបន្ទាប់ពីយើងរៀនចប់ session នេះគឺយើងនឹងចេះប្រើប្រាស់ select statement ដើម្បីទាញ data ពី table មួយមកអញ្ចឹង table មួយហ្នឹងគឺ table នៅក្នុង database Bike Store របស់យើងអូខេអញ្ចឹងអូនេះប្រហែលជាអត់តន់សូដល់តែតទៅនឹង structure របស់ database ខ្ញុំអាចបង្ហាញឲ្យបន្តិចតទៅនឹងdiagram ឬក៏ database ដែលអ្នកនរ load sample នឹងចូលទៅអញ្ចឹងវាមានទម្រង់ចេះអញ្ចឹងនៅក្នុងហ្នឹងគឺយើងមាននៅពេលដែលអ្នកនរ run script ដែលខ្ញុំឲ្យហ្នឹងទៅ script load database sample database ហើយនឹង table object ឯហ្នឹងគឺវានឹងបង្កើតទាំងអស់នេះមកអញ្ចឹងដល់ពេលយើង run script នេះទទួលបានយើងនឹងបង្កើត table ស្របចំនួន5ដែលចែកចេញជា2 schema ផ្សេងគ្នាអញ្ចឹង schema ទី1គឺ schema sale schema ទី2គឺ schema production អញ្ចឹងអ្វីទៅជា schema អញ្ចឹង schema វាគឺជាrepresent វាជាអ្នកតំណាងឲ្យ group ឬក៏ category មួយអាហ្នឹងបើយើងនិយាយឲ្យស្រួលស្ដាប់ទៅបើយើងនិយាយថាយើងទុកសភៅក្នុងបណ្ណាល័យអញ្ចឹងនៅពេលដែលយើងត្រូវការឧទាហរណ៍យើងត្រូវការទៅមើលសភៅគណិតអញ្ចឹងគណិតតាំងពីថ្នាក់ទី1ដល់ថ្នាក់ទី10អញ្ចឹងទៅអញ្ចឹងអាសភៅគណិតហ្នឹងគឺវាដូចទៅនឹង schema អញ្ចឹងវាជា label មួយដែលបង្ហាញថាបង្ហាញទៅលើគ្រប់អីមួយអញ្ចឹងគ្រប់កន្លែងហ្នឹងគ្រប់គណិតវិទ្យាអញ្ចឹងយើងមានច្រើន schema នៅក្នុងបណ្ណាល័យមួយអាចមានគណិតវិទ្យាដែលទុកសភៅគណិតពីថ្នាក់ទី1ទី12អញ្ចឹងទៅហើយមាន schema មួយទៀតដែល schema ទុកសភៅរូបវិទ្យាគីមីអីចឹងទៅអញ្ចឹងបើយើងមកមើលអានេះគឺដូចគ្នាគឺ schema នេះគឺមាន schema cell ហើយនឹង schema production អញ្ចឹងនៅក្នុង schema cell ហ្នឹងគឺវាមាន table ជាច្រើននៅក្នុងហ្នឹងអញ្ចឹងហេតុអីបានគេត្រូវការ schema អញ្ចឹងគេត្រូវការ schema ដោយសារតែ database maintain ដែលយើងប្រើប្រាស់នៅកន្លែងធ្វើការហ្នឹងគឺនឹងមាន table ច្រើនរាប់រយរាប់ពាន់ table អញ្ចឹងនៅពេលដែលគេបង្កើតគេត្រូវមាន structure ឲ្យច្បាស់លាស់អញ្ចឹង structure ច្បាស់លាស់ហ្នឹងគឺគេនឹងបែងចែកថាតើ table ណាវានៅក្រោម schema មួយណាធ្វើបែបហ្នឹងទើបងាយស្រួលក្នុងការរកtable ក៏ដូចជាពេលយើងចង់ query អីមួយយើងអាច specific ទៅលើ schema ដែលយើងប្រើប្រាស់ហ្នឹងបានចុះឧទាហរណ៍ថា customer ហ្នឹងវាអាចមាននៅ schema គេ schema sale department schema អាហ្នឹងយើងបែងចែកបើមែនតើគេបែងចែកទៅតាម department ទៅតាមfunction មួយអាចថា schema យើងនៅកន្លែងធ្វើការយើងមានផ្នែកច្រើនយើងមានផ្នែក sale យើងមានផ្នែក audit យើងមានផ្នែកbusiness អីចឹងទៅអញ្ចឹង data របស់គេដូចគ្នាវាអាច data table នឹងមួយវាអាចនៅខាង sale គេមាន table នឹងមួយដែរគេឈ្មោះ customer ដូចគ្នាអញ្ចឹងនៅខាង audit មាន table នឹងមួយដែរឈ្មោះ customer ដូចគ្នាអញ្ចឹងដល់ពេលយើងចង់ទៅទាញ data ពី table customer ហ្នឹងយើងត្រូវដឹងថាតើយើងចង់បាន data ពីខាងណាបើសិនជាយើងចង់យកពី audit យើងប្រើ schema audit បើយើងចង់យកពី sale យើង define ពី sale មក
អញ្ចឹងនៅខាង cell នេះគឺយើងមាន customer មាន staff មាន order មាន table store មាន table order item ហើយនៅក្នុង production យើងមាន category យើងមាន product table យើងមាន stock table ហើយនិង brands អញ្ចឹងនៅក្នុង table មួយគឺវាមាន column វាមាន field ដាច់ដោយឡែកមួយចឹងទៅនៅក្នុងនេះគឺវាមាន customer ID អីហូហែ store ព័ត៌មានរបស់ customer ហើយនៅក្នុង order store ព័ត៌មាននៃការកម្មង់ទាំងអស់មានតាំងពីថ្ងៃខែពេលវេលានៃការកម្មង់មានការពេលវេលាក្នុងការដឹកជញ្ជូនអតិថិជនហើយនឹងព័ត៌មានមួយចំនួនរបស់ staff អីចឹងទៅអញ្ចឹងនៅក្នុង staff គឺមានព័ត៌មាន detail របស់ staff មានដូចជាឈ្មោះ first name last name មាន phone number មាន email អីចឹងទៅហើយ store ដូចគ្នាមាន store name មាន phone មាន address របស់ store ហ្នឹងហើយ order item មាន product ID មាន quantity ហើយ list price ហើយនឹងភាគរយនៃការ discount ទៅលើ item នីមួយៗហ្នឹងអញ្ចឹងដល់ឡែកយើងកន្លែងមកមើល production schema គឺយើងមាន4 table នៅក្នុងហ្នឹងមាន category មាន category name product name ហើយនឹង product name ហើយនឹងព័ត៌មាន product មួយចំនួនមាន model year list price របស់ product អីនឹងចឹងទៅហើយយើងមាន stock ដែល stock ហ្នឹងវាមាន store ID មាន product ID មាន quantity ចឹងទៅអញ្ចឹង ID ដែលយើងឃើញមានផ្កាយហ្នឹងគឺវាជាលេខកូដមួយដែលវានឹងត្រូវដែលវាមានតំណែងតំណងជាមួយ table ផ្សេងបានដោយសារតែលេខ ID ពី column ហ្នឹងអញ្ចឹងអានេះគឺវាដូចរូបរាងបែបនេះគឺតិចទៀតទៅមុខទៀតខ្ញុំនឹងមាន session បន្តទៀតនឹងប្រាប់អ្នកនរគ្នាថាសញ្ញាបែបនេះមានន័យថាម៉េចសញ្ញាបែបនេះមានន័យថាម៉េចចឹងទៅហើយទៅក្នុង table brand យើងមាន brand ID ហើយនឹង brand name ចឹងទៅក្នុង structure របស់ database ដែលអ្នកទាំងអស់គ្នា load តាមរយៈ script SQL ហ្នឹងគឺវាមាន structure បែបហ្នឹងទម្រង់បែបហ្នឹងចឹងយើងចូលមកកាន់មេរៀនយើងគឺ select statement ចឹង select statement គឺយើងប្រើសម្រាប់ទាញ data ពី table មកចឹងក្នុងនេះយើង focus ទៅលើការទាញ data ពី table មួយមកចឹង table ដែលយើងនឹងធ្វើការទាញហ្នឹងគឺ table មួយឈ្មោះថា customer ចឹង customer ហ្នឹងគឺនៅក្នុង schema cell អូខេចឹងតកតងនឹង table នៅក្នុង SQL Server គឺយើងមាន table ច្រើនដែល store data ទាំងអស់ដែលយើងបាន load នឹង sample data ហ្នឹងនៅក្នុង database អញ្ចឹងតកតងនឹង data វាមានទម្រង់ data ដែលយើង store ក្នុង SQL ហ្នឹងគឺវាមានទម្រង់ជា column ជា row ចឹងទៅវាដូចទៅនឹង spreadsheet ឬក៏ Excel ដែលយើងប្រើប្រាស់ដែរទម្រង់វាដូចគ្នាហើយដល់ឡែកយើងឃើញមក row មក record នេះគឺវាមានលេខ ID របស់វា unique ហ្នឹងមានន័យថាវាអត់ស្ទួនគ្នាទេគឺវាលេខ1គឺសម្គាល់មនុស្សម្នាក់ឬក៏មក row ហ្នឹងហ្មងអញ្ចឹងលេខបន្តមកហោហែតាមលំដាប់ដោយចឹងទៅហើយតើតើនឹង table របស់យើងហ្នឹងនៅពេលយើង query មកយើងនឹងឃើញថាអូខេយើងមានជា sample data ដែលយើងបានដូចយើងបានឃើញនេះវាមានវាសូមមកយើងមាន column ចំនួន9 column អញ្ចឹងមាន customer ID មាន first name last name phone email street city state ហើយនិង zip code អញ្ចឹងនេះមេទេគាត់គេប្រាប់ទៅនឹង database sample យើងហ្នឹងមានschema អីខ្លះហើយមាន column អីខ្លះនៅក្នុង schema មួយហ្នឹងចាំមិញខ្ញុំនិយាយហើយអូខេអញ្ចឹងតើតោះនឹងបន្តមកទៀតគឺយើងធ្វើការ query data ទៅសេ SQL ដើម្បីទាញ data ពី table customer ហ្នឹងអញ្ចឹងយើងនឹងមានដូចជាចំណុចធំចំនួន4អញ្ចឹងទី1ចំណុចទី1ចំណុចទី1គឺយើងធ្វើការប្រើប្រាស់ select statement ដើម្បីទាញយក2 column ពី table customer អញ្ចឹង2 column ហ្នឹងគឺមាន column first name និង last name អញ្ចឹងដើម្បីទាញ2 column ហ្នឹងបាន2 column ហ្នឹងបានគឺយើងទៅសេ script បែបនេះអញ្ចឹងយើង copy នេះមកយើង run visual របស់យើង
salon okay ចឹងអត់អីទេអញ្ចឹងតើតោះនឹងពីរ column នេះអញ្ចឹងយើងកន្លែងនេះយើងទៅសេ select first name last name from ពី table customer ដែលនៅក្នុង schema cell ចឹងដើម្បី execute វាយើងមានពីរវិធីទី1យើងចុចប៊ូតុង execute នេះ execute មាន run code នេះចុចមកគឺវានឹង result វានឹងបង្ហាញនៅក្នុងទម្រង់ជា table បែបនេះអញ្ចឹងវិធី execute ទី2គឺយើងអាចប្រើ keyboard អញ្ចឹងយើងចុច F5 យើងចុច F5 មកឃើញទេយើងវា execute វា run ដូចគ្នាអញ្ចឹងពីហ្នឹងយើងប្រើមួយណាក៏បានដែរបើពីខ្ញុំប្រើ F5 ភាសានៅលើ keyboard សូមចុចអូខេអញ្ចឹងនៅពេលដែលយើង run ទាញ data ពីកន្លងមកគឺវានឹងបង្ហាញជាទម្រង់ table បែបនេះដែលយើងឃើញអូខេអញ្ចឹងresult ដែលបានមកពី query ហ្នឹងនៅក្នុង context របស់ SQL language យើងហៅវាថា result set តិចទៀតទៅយើងទៅមុខទៀតយើងនឹងប្រើពាក្យ context នឹងច្រើនអូខេអញ្ចឹងបន្តមកទៀតគឺយើងនឹងធ្វើការselect email column ថែមមួយទៀតអញ្ចឹងដើម្បីដាក់ column ដើម្បីទាញ column មកមួយទៀតបានគឺយើងគ្រាន់តែសរសេរតថែមមកអញ្ចឹងនៅពេលដែលយើងcall column ថ្មីឬក៏យើងចង់ display column ថ្មីគឺយើងត្រូវនេះអា column ចុងក្រោយគេហ្នឹងយើងត្រូវដាក់ comma ក្បៀសដាក់មកយើងសរសេរ column នេះចុងបានអញ្ចឹង email អញ្ចឹងរាល់ពេលដែលយើងquery យក column ចុងក្រោយមកគឺយើងអាចដាក់ comma បានដែរពេលដែលដាក់ comma គឺវា run ទៅគេ error ឥឡូវជាមួយខ្ញុំ run អញ្ចឹងគេ run ទៅវា error syntax អញ្ចឹងវាប្រាប់ថា error នៅកន្លែងណាអញ្ចឹង error នៅចិត្ត from នេះអញ្ចឹងយើងត្រូវតែចងចាំថា column ចុងក្រោយគេគឺអត់មាន comma ហើយដើម្បី call column មួយបានគឺយើងត្រូវការ comma អញ្ចឹងក្នុងនេះយើងទាញពីទាញ column 3 first name last name email យើងក៏អាចទាញ column លើសនឹងបានដែរនេះខ្ញុំចង់បាន customer ID មួយទៀតដាក់អញ្ចឹងមកខ្ញុំ run មកអញ្ចឹងនេះអញ្ចឹងវានឹង return data នឹងមកឲ្យយើងមកមានទម្រង់បែបនេះអញ្ចឹងសូ4 column ដែលយើងបានសរសេរនៅមក first name last name email ហើយ customer ID អូខេអញ្ចឹងមកដល់ចំណុចទី2គឺយើងធ្វើការទាញនៅ column ទាំងអស់អញ្ចឹងដើម្បីទាញនៅ column ទាំងអស់បានគឺយើងគ្រាន់តែសរសេរផ្កាយមកបន្ទាប់ពី select គឺយើងត្រូវសរសេរផ្កាយអញ្ចឹងដល់ពេលដែលយើងសរសេរផ្កាយគឺវានឹងទាញយក column ទាំងអស់នៅក្នុងរបស់ customer table ហ្នឹងមក display យើងអញ្ចឹងកន្លែងនេះយើងដាក់ផ្កាយមកចាឥឡូវនេះយើងមាន4 column អញ្ចឹងយើងអាចដាក់ផ្កាយហើយយើងទាញមកនេះចំណេះមកជាយើងឃើញ table customer ហ្នឹងមានច្រើន column មាន customer ID first name last name etc gender date of birth age phone 1 phone 2អញ្ចឹងទៅហើយមាន address មាន email មាន address អូខេអញ្ចឹងមួយទៀតចង់បង្ហាញដល់អ្នកនរគ្នាតទៅនឹងការ comment code ហ្នឹងមានន័យថាយើងនៅពេលដែលយើងសរសេរ analysis ឬក៏យើងធ្វើការ
to say query testing ចង់មើល data ពី table ច្រើនអីចឹងទៅយើងអាចប្រើតាមកន្លែងហ្នឹងក៏បានដែរចឹងដើម្បីប្រើមកកន្លែងហ្នឹងសួរថាពេលខ្លះយើងចង់ run មើល data នៅក្នុង table ច្រើនប៉ុន្តែយើងចង់ឲ្យវាបង្ហាញតែ table ដែលយើងចង់បង្ហាញ table ដែលយើងចង់មើលទេឧទាហរណ៍ក្នុងនេះខ្ញុំឧទាហរណ៍ហើយខ្ញុំមានចឹងក្នុងនេះខ្ញុំទាញចឹងខ្ញុំទាញឲ្យយក staff មួយទៀតចឹងបើខ្ញុំ run ទាំងអស់កន្លែងនេះនេះគឺវាបង្ហាញបែបនេះចឹងទី1វា run នេះវា run ទាំងអស់ចឹងវា run អាកូដនេះហើយមិនវា run អាកូដនេះតាមក្រោយអញ្ចឹងគឺវាបង្ហាញជា result ជា2ចេះអញ្ចឹងបើសិនជាយើងចង់បង្ហាញតាមយើងចង់មើលតាម table ទេប៉ុន្តែអា script នេះយើងចង់ទុកដដែលនៅនឹងដដែលយើងអាចមាន2វិធីក្នុងការ run អញ្ចឹងទី1បើខ្ញុំចង់មើលតែ staff ទេអញ្ចឹងទី1ខ្ញុំអាច select លើវាចេះមកហើយខ្ញុំ execute មកអញ្ចឹងយើង return តែ data របស់ staff នោះទេហើយបើខ្ញុំចង់មើលអានេះខ្ញុំ select តែប៉ុណ្្នេះមកបានហើយឃើញ4 column របស់ customer table ប៉ុន្តែចុះបើសិនជាខ្ញុំចង់ run ទាំងអស់ហើយឲ្យវាសូតែ result របស់ table របស់ query ទី2ខ្ញុំត្រូវធ្វើម៉េចអញ្ចឹងយើងត្រូវចេះ comment code អញ្ចឹង comment code មានថាយើងបិទអា block code នឹងចោលដើម្បីកុំឲ្យវា run ពេលដែលយើង execute មកវាអត់ run អា code ហ្នឹងឯងមក block ហ្នឹងវា skip អា block ហ្នឹងមកវាមកឡងអាកន្លែងហ្នឹងអញ្ចឹងឧទាហរណ៍ខ្ញុំចង់មើលតែ data ពី table staff ឯក្នុងពេលនេះអញ្ចឹងខ្ញុំគ្រាន់តែ select លើវាទាំងអស់ហ្នឹងមកហើយអ្នកអត់ទេនេះឃើញអា color នេះអញ្ចឹង comment នេះគេដាក់ comment out the selected line uncomment the selected line អញ្ចឹងអាហ្នឹងក៏មាន shortcut របស់វា shortcut វា control K control U control K អានេះ keyboard នៅលើ keyboard អញ្ចឹងនៅពេលដែលចង់ comment គឺយើងចុចនេះមក comment out align ដែលយើង select អញ្ចឹងពេលយើងបាន comment យើងហើយខ្ញុំ run ចាំមើលវាសូមក data តាំងពី table ហ្នឹងមកទៀតអត់អូខេអញ្ចឹងវាឡើងសូហើយវាសូតែនេះសូតែ data ពី table staff ទេអញ្ចឹងមួយទៀតចុះបើសិនជាខ្ញុំចង់បើកវាវិញធ្វើម៉េចចង់ឲ្យវា run មកឡុកមកវិញហើយបិទហើយខ្ញុំចង់ឲ្យវាយើងចង់បិទអានេះវិញអញ្ចឹងដើម្បីបើកអានេះវិញយើង select អាហ្នឹងវិញមកហើយយើងចុច uncomment ហើយបើកវាវិញហើយយើងចង់បិទអានេះបិទវាមកហើយយើង run មកអូខេអញ្ចឹងវា run តែកូដនេះទេដូចគ្នាយើងចង់មួយទៀតយើងចង់ block ហើយយើងចង់បិទ column ណាមួយអត់ឲ្យវា return មកទេតែយើងចង់ keep អា script ហ្នឹងនៅនឹងដដែលប៉ុន្តែអត់ឲ្យវាបង្ហាញ result មកទេអញ្ចឹងយើងអាចចុចនៅលើ column ហ្នឹងមកrồiយើងចង់បិទអា column ពីរនេះចោលយើងចង់ return តែ customer ID ហើយនឹង email នេះចឹងចង់បិទអាពីរនេះចោលចឹងដើម្បីបិទអាពីរនេះចោលខ្ញុំ select លើពីរហ្នឹងមកខ្ញុំចុចអា comment ហ្នឹងមកតែបើខ្ញុំ run ពេលចឹង data វានឹង return តែវានឹង display តែអាពីរ column ដែលយើងបើកទេអញ្ចឹងមាន customer ID នេះហើយនឹង email អញ្ចឹងដើម្បីបិទអាផ្ទាំងនេះផ្ទាំង run result នេះយើងមានជា shortcut យើងអាចប្រើ shortcut បានអញ្ចឹង shortcut យើងចុច control O វាបាត់ហើយយើងចុច control O ម្ដងទៀតមកវាមកវិញចា shortcut សំខាន់នៅពេលដែលយើងប្រើមែនតើទៅគឺយើងត្រូវការប្រើវាច្រើនព្រោះពេលខ្លះបើមែនតើពេលយើងសរសេរកូដ complex កូដទៅ
code យើងមិនតែប៉ុណ្្នឹងឯងវាអាចចូលរាប់រយបន្ទាត់អញ្ចឹងពេលចូលរាប់រយបន្ទាត់គឺយើងត្រូវប្រើ shortcut ច្រើនណាស់ត្រូវចេះអា comment ចេះអីហ្នឹងដើម្បីមើលពី data អូខេអញ្ចឹងក្នុងការត្រឡប់មកការទាញ column ទាំងអស់វិញគាត់ដាក់ផ្កាយហ្នឹងមកមិនចេញ line number អូខេសំណួរល្អអញ្ចឹងដើម្បីចេញ line number នេះអ្នកនរគ្នាចូលទៅក្នុង tool ចូល option by default ពេលអ្នកនរគ្នាឡើងមកអត់មានទេហ្នឹងយើង custom ខ្លួនឯងចូល option ហ្នឹងមកបន្តមកទៀតយើងចូលទៅក្នុងខ្ញុំភ្លេចដែរខ្ញុំដាក់យូរវាមានកន្លែងមួយឲ្យយើង tick ចាំតិចខ្ញុំមើលសិន font color editor នេះជាช่วยនេះ all language នេះអញ្ចឹងអ្នកនរចុច all language នេះមកអញ្ចឹង by default កន្លែងនេះវាចេញវាបែបនេះវាអត់មាន tick ទេជាង tick វាមកអូខេមកបើវាអត់ចេញទៀតយើង restart អាហ្នឹងមួយមក restart actual SSMS tool ហ្នឹងមកបានទេអញ្ចឹងដើម្បី restart ដូចជាមាននេះកន្លែងនេះ exit ក៏បានឬក៏យើងមួយទៀតយើងបិទវាចោលមកក៏បានដែរអានេះ restart បិទឲ្យបើកឡើងវិញមកបានដែរចេញមកគោលអត់អីបាទចេញនេះវិញគោលមួយទៀតអា column អាហ្នឹងតើយើងទៅសេត្រូវឈ្មោះវាខាត់បាទសេត្រូវឈ្មោះវាប៉ុន្តែអាហ្នឹងវាមាន intelligent ហ្នឹងមានន័យថាបើនិយាយសួរស្ដាប់ code completion automatic ឧទាហរណ៍ខ្ញុំstaff នេះឧទាហរណ៍បើយើងសរសេរចេះផ្កាយសិនដំបូងយើងអត់ដឹងថា table ហ្នឹងមាន column អីខ្លះទេអញ្ចឹងមែនតើទៅ table មួយហ្នឹងមិនមែនមាន column តែ4 10 column ហ្នឹងទេមានរាប់ពាន់ column ក៏មានដែរមក table ហ្នឹងខ្ញុំធ្លាប់ work អញ្ចឹងយើង select ចឹងសិនមកក្នុងនេះយើងឧទាហរណ៍ថាមាន50 column ចុះ50ក៏ច្រើនដែរពេលយើង scroll ទៅគឺវាដាច់កតុយផ្នែកអញ្ចឹងយើងមើលថា column ណាខ្លះដែលយើងចង់យកវាទៅប្រើឬក៏ចង់យកវាទៅធ្វើ report អញ្ចឹងក្នុងនេះអញ្ចឹងយើងមានcity មាន state មានអីចឹងអញ្ចឹងក្នុងខែនេះខ្ញុំចង់យកទៅធ្វើ report ខ្ញុំចង់យកតែ customer ID first name last name អញ្ចឹងខ្ញុំអាចទៅសេយើងគ្រាន់តែសេពាក្យខាងមុខវា2 3ពាក្យមកវា automatic recommend សូមកយើងហើយ complete ឲ្យយើងនេះយើងវាយពាក្យ customer មកគឺចេញ field ណាដែលមានឈ្មោះផ្ដើមដោយអក្សរ CUS ហ្នឹងហើយអញ្ចឹងវាមានវា recommend តាំង table name មកទៀត table customer វាសូឲ្យយើងអញ្ចឹងយើងក្នុងកន្លែងសេ customer ID មកហើយយើងចង់ complete វាយើងបាច់ទៅសេពេញអី customer អញ្ចឹងទេមិនសេពេញអញ្ចឹងក៏បានដែរអត់ចាំបាច់ទេសេតែ customer អញ្ចឹងមកយើងចុច tab មកវាបានពេញចាំហ្នឹងអញ្ចឹងហើយគេមួយទៀតយើងចង់បាននេះ first name មួយទៀតណាសេ first name នេះអញ្ចឹងយើងcolumn ខ្លះវាមានឈ្មោះវែងយើងអត់ចាំទេតែយើងមើលលើនេះទៅយើងឃើញវាថាអូវាផ្ដើមដោយអក្សរអីគេយើងឬក៏ table មួយចំនួនទៀតយើង familiar មួយវាយើងចាំឈ្មោះ column វាតែយើងប្រហែលទេយើងប្រហែលអញ្ចឹងយើងឧទាហរណ៍ខ្ញុំនេះខ្ញុំប្រហែលថា first name ប្រហែលគួរអក្សរ F មុនអញ្ចឹងខ្ញុំសេ F មក F I អញ្ចឹងនេះឃើញវាដាក់ load first name មកចុច tab មកបានទេអញ្ចឹងខ្ញុំចង់បាននេះគេ email អញ្ចឹងសេតែ email complete មកបានទេខ្ញុំគិតថាអូខេ3 column ហ្នឹងខ្ញុំយកទៅប្រើការបានហើយយកទៅធ្វើ aggregate យកទៅកណនាបានណាយកទៅដាក់នៅក្នុង BI tool ខ្ញុំបានណាឬក៏ load ចូលក្នុង Excel បានប៉ុណ្ណឹងគ្រប់គ្រាន់អញ្ចឹងខ្ញុំ execute វាមើលសិនមកអូខេអញ្ចឹងវាបាន3 column យើងចង់បានហើយអញ្ចឹងយើងយកទៅប្រើបានហើយមាន
ជំនួយទៅបង អូខេអាហ្នឹងរបៀបsearch ហៅខលំតែចុះរបៀបយើងចង់ដឹងពី schema វាមាន schema មកព្រោះតើយើងរក schema ឃើញបានយើងរកឃើញអាខលំហ្នឹងថាទី1អា schema ហ្នឹងយើង schema ហ្នឹងគឺយើងអាចមើលនៅក្នុងនេះបានអញ្ចឹង schema យើងចូលទៅក្នុង database នេះមកហើយយើងចូលទៅក្នុងអានេះអត់ដែរចូលតិច schema ហ្នឹងនៅវាមានកន្លែងវានេះយើងអាចមើលលើនេះដូចជាគេយើងអាចប្រើ script សរសេរ script បាន schema ហ្នឹងខាងបាននេះ schema អញ្ចឹងយើងចូល database មកយើង expand វាមកនេះ expand វាចឹងមកហើយចូល security យើងចុច schema នេះមកយើងឃើញនេះអញ្ចឹង schema by default គឺយើងពេលដែលយើងទៅឡើង SQL server ហ្នឹងមកគឺយើងមាន schema ប៉ុណ្នេះអញ្ចឹង schema ហ្នឹង built in ហ្មងរបស់ system វាហ្មងអញ្ចឹងអា production cell ហ្នឹងអានេះរបស់យើងបង្កើតមិញទេអញ្ចឹងវាមានក្រៅពីហ្នឹងគឺសិតតែរបស់ system វានឹងវាបង្កើតវា build automatic អញ្ចឹង schema 6គឺវាសិតតែមាន function វាសិតតែមានរបៀបក្នុងការប្រើប្រាស់តែខ្ញុំក៏អត់ដឹងអស់ដែរតាមដឹងអានេះតើតនឹង schema ដែល store នៅ table សម្រាប់ store user role user permission username ដែលយើង access ទៅ database អា schema នេះអានេះជា store នៅ data backup អានេះ store ពពួក table ដែល store នៅ user សម្រាប់ read data ពី table ណាមួយអញ្ចឹងតែធម្មតានៅពេលដែលគេបង្កើត table ឲ្យយើងគេនឹង grant permission ឲ្យយើងធ្វើតែ level ណាមួយថាយើងគេបង្កើត table A មកយើងគេនឹង grant permission ឲ្យយើងធ្វើតែ read ទេតែយើងអត់អាច write បានទេមានន័យយើងអាច insert យើងអាច update delete អីបានក្នុងហ្នឹងយើងអាចធ្វើអីបានយើងបានតែ read មកទេដល់ពេលអា data write នេះយើងអាចធ្វើអីជាមួយ data មានន័យយើងអាច delete យើងអាច update data យើងអាចmodify អីក្នុងហ្នឹងបានចឹងនេះ admin អីចឹងទៅហើយនេះ DB owner វាមានច្រើនអាហ្នឹងគេមាន main គេ cover ហ្នឹងប៉ុន្តែដូចជាមាន session ទៅមុខទៀតដូចខ្ញុំអត់មានតែតោះហ្នឹង schema ហ្នឹងទេប៉ុន្តែមែនតើទៅយើងមើលអត់ឃើញទេនៅពេលដែលគេឲ្យយើង access database កន្លែងហ្នឹងយើងមើលអត់ឃើញទេគេបិទ permission យើងឲ្យមើលអា schema ហ្នឹងទេហើយ DBO នេះ default ហើយ information schema នេះ store នៅអា table របស់យើង table របស់យើងហ្នឹងមានយើងចង់ថាយើងមាន table អីខ្លះចឹងឥឡូវយើងអាចខ្ញុំអាច query មើលតិចទៅខ្ញុំសរសេរ scan from information ចឹង store នៅនេះវាមានចឹងចឹងយើងសេ schema មកពេលយើងសេ schema ដូចគ្នាឧទាហរណ៍យើងចាំប្រៀបថាអូ schema យើង cell យើងសេ SA ចឹងមកវាបង្ហាញចឹងបើវាមែនតើតែមែនតើវាមិនមែនមានតែមួយហ្នឹងទេវាអាចមាន cell admin វាអាចមាន cell system វាអាចមាន cell depot វាអាចមាន cell អីផ្សេងៗហ្នឹងទៅអញ្ចឹងវានឹងសូមក list មកច្រើនណាចឹងយើងចង់បានអាមួយណាដែលយើងយកប្រើយើងយកមួយហ្នឹងយើងទៅសេហ្នឹងនេះខ្ញុំចង់បានតែអីគេ info schema ចឹងយើងបាយតែ info ហ្នឹងវាសូអាហ្នឹងមកយើងចុច tab មកទៅយើងចុច dot មកវានឹងបង្ហាញយើងទាំងអស់ថាតើ table អីខ្លះនៅ under schema មួយហ្នឹងចឹងនេះក្នុង schema មួយហ្នឹងមាន table ច្រើនក្នុងហ្នឹងចឹង table មួយសិតតែមានការប្រើប្រាស់របស់វាចឹងនៅក្នុងនេះចឹង table នេះគឺ store table name ទាំងអស់ដែលយើងបង្កើតចឹងយើងចង់មើលអានេះយើងយូរហ្នឹងមកចឹងរាល់ពេលដែលយើងបិទ statement SQL ជា best practice អ្នកនរគ្នាត្រូវបញ្ចប់ statement មួយហ្នឹងឬក៏ script មួយហ្នឹងដែលប្រើប្រាស់ semicolon ប៉ុន្តែបើសួរខ្ញុំថាយើងអត់ចង់ប្រើហ្នឹងអត់ចង់បញ្ចប់ statement ដោយ semicolon ហ្នឹងដើរអត់ run code ហ្នឹងដើរអត់គឺដើរដូចគ្នាប៉ុន្តែនៅពេលដែលយើងសរសេរ script ច្រើនមែនតើឧទាហរណ៍យើងសរសេរដល់ពួក advanced function អីទៅយើងត្រូវការប្រើហ្នឹងដើម្បីផ្ដាច់នៅអា code មួយ line ហ្នឹង
ចឹងជា best practice ដែលខ្ញុំឲ្យអ្នកនរគ្នាបញ្ចប់ statement មួយដោយប្រើ semicolon ហ្នឹងតើចឹងនេះខ្ញុំរ៉ានអាហ្នឹងមើលខ្ញុំរ៉ានមើលចឹងនេះឃើញវាបង្ហាញថាអានេះ table catalog នេះ database យើងនេះ database យើងឈ្មោះអីគេមាន table មាន schema អីគេហើយ user អីគេចឹងនៅក្នុងនេះអានេះវាបង្ហាញទៅតាមព័ត៌មានរបស់ schema ដែល link ជាមួយនឹង table ចឹងក្នុង table production schema production ហ្នឹងរបស់ database backstore ហ្នឹងមាននេះឃើញមាន category មាន brand មាន product អីចឹងទៅហើយមាន stock មួយទៀតនៅក្នុង production ចឹងវាដូចទៅនឹងអា list នេះអា diagram របស់យើងចឹងវាមាន store ផ្សេងៗមានអីគេមាន store នៅ column ទៀត column ចឹងយើងអាចឡើងមើលមើលថា table column ហ្នឹង store អីគេចឹងវានឹង score ព័ត៌មាន detail របស់ column មួយៗក្នុងហ្នឹងអានេះមែនតើទៅ schema នេះយកមានសារសាស្ត្រទេពេលយើងប្រើ database របស់ក្រុមហ៊ុនគេឲ្យយកសេះទេចឹងអានេះយើងបើសិនយើងមាន super super នេះយើងមានយើងជាយើងមានសិទ្ធិ access ជា super admin ណា super admin យើងអាច access បានពួកអានេះ DB owner DBO ហ្នឹងយើងអាច access អា information បានដូចគ្នាចឹងក្នុងហ្នឹងវានឹងបង្ហាញថាតន័យរបស់ table មួយហ្នឹងឬ table user ហ្នឹងមានប្រមាណ column នៅក្នុង schema cell នេះ schema cell table user ហើយនៅក្នុង table user ហ្នឹងមាន column អីខ្លះនេះមាន user ID មានអីហ្នឹងទៅហើយ column មួយហ្នឹងមាន data type អីគេព័ត៌មានគឺបង្ហាញទាំងអស់ចឹងអាហ្នឹងជា sensitive information ជា property ដែលចូលនៅ property ទាំងមូលរបស់ table ដែលយើងបានបង្កើតចឹងទូទៅគេអត់បង្ហាញទេដោយសារតែជា confidential អាហ្នឹងតតែ admin DBA database administrator ទើបមានសិទ្ធិ access អាហ្នឹងចឹងយើងគាត់ដឹងថាអាហ្នឹងគឺវាយើងចង់មើលព័ត៌មានអស់ហ្នឹងគឺយើងអាចមាន table ឬក៏មាន schema ដែលយើងអាចប្រើប្រាស់បានចឹងយើងត្រឡប់មកកាន់នេះរបស់យើងវិញមេរៀនរបស់យើងវិញចឹងយើងចេះថាតើតើនឹងការទាញយក column ទាំងអស់របស់ table ហ្នឹងមកមើលហើយចេះតើតើនឹងរបៀប comment ដូចជាហៅ column name អីមកហើយអញ្ចឹងមានអាចមានសំណួរអីទៀតអាចសួរបានបងសកលមានអីទៀតអត់អត់ទេអត់អូខេហ្នឹងហើយអាចអរគុណបាទអរគុណច្រើននេះយើងអាចសួរដូចបងសកលបានបើសិនជាកន្លែងណាមកដល់កន្លែងហ្នឹងអ្នកអត់ទេឆ្ងល់អីចង់មើលអីបន្ថែមលើពីហ្នឹងខ្ញុំអាចបញ្ជាក់បន្ថែមបានព្រោះតែយើងទៅមុខតិចទៀតទៅអាចថាចំណុចខ្លះដូចអាពួកនេះអីខ្ញុំនឹងប្រហែលជាអត់និយាយទេប្រហែលជាអ្នកអត់ទេឆ្ងល់ឃើញខ្ញុំ comment code comment អីពេញហ្នឹងសួរខ្ញុំថាអាហ្នឹងធ្វើម៉េចចឹងខ្ញុំប្រាប់ទៅហើយចឹងណាទាំង shortcut ទាំងអីហ្នឹងដូចគ្នាចឹងមិនមែនថាអត់ឃើញខ្ញុំចុចអីអានេះមិនចេញចុះចេញឡើងចេញចុះចេញឡើងចឹងគឺខ្ញុំប្រើ shortcut key នៅលើ keyboard បាទឧទាហរណ៍ថាឥឡូវយើងបាន table ហើយប៉ុន្តែយើងចង់ export វាទៅជាអីមួយចឹងអូខេអាហ្នឹងនៅ session ដូចជា session ចិត្តចប់class របស់យើងចិត្តចប់ course របស់យើងទៅឡានៅក្នុង session ដូចជា session ទី20ជាងតើតោះនឹងទៅមើល course syllabus វាមានកន្លែងមួយទៅ advanced ណា advanced ហ្នឹងគឺប្រើ BGP អញ្ចឹងអាកន្លែងហ្នឹងខ្ញុំបរៀនអ្នកនរគ្នារបៀប export data យកទៅពី database ហ្នឹងទៅដោយប្រើ command line ដោយប្រើ command line បាត់ប្រើ manual ហ្នឹង copy ពី table ពីដៃទៅក៏បានដែរអូខេហ្នឹងហើយអញ្ចឹងអាហ្នឹងអត់តដល់ហ្នឹងទេអត់ធ្ងន់តិចទៅឡាចាំរៀន script HTML ចេះហើយអស់ហ្នឹងតាមក្រោយទេស្រួលទេហើយនឹងអរគុណគ្រូបាទអូខេអញ្ចឹងគ្នាមានអីទៀតណាអញ្ចឹងអាចកាត់សួរខ្ញុំបានកាត់សួរអញ្ចឹងល្អគ្នាយើងណាដែលគាត់អត់ឆ្ងល់ដល់ហ្នឹងជួនកាលគ្នាយើងសួរទៅអាចបានចំណេះដឹងបន្ថែមអញ្ចឹងយើងចេះទាញ column ទាំងអស់ពី table នឹងមកហើយដែលប្រើផ្កាយឬក៏យើងហៅ star អញ្ចឹងដល់ពេលមែនតើទៅយើងទៅមើលវីដេអូគេក៏គេនឹងនិយាយថាអូខេ select star from table A
គេបប B អញ្ចឹងទៅអូខេអញ្ចឹងអា select ផ្កាយហ្នឹងគឺវា useful នៅពេលដែលយើងចង់ពិនិត្យមើល sample data នៅក្នុង table ហ្នឹងមុននឹងយើងទាញវាយកទៅប្រើប្រាស់សម្រាប់ធ្វើ ad hoc អញ្ចឹង ad hoc ហ្នឹងតើតើនឹងការងារដែល assign ពីថ្នាក់លើមកភ្លាមយើងចង់ពេលខ្លះយើងក៏ចង់មើល data របស់sale នៅក្នុង store មួយនេះលក់បានប្រមាណក្នុងថ្ងៃហ្នឹងមកដល់ម៉ោងហ្នឹងអញ្ចឹងយើងអាចselect star ហ្នឹងដើម្បីមើលព័ត៌មានដែលយើងមានហើយយើងទាញឲ្យគាត់អញ្ចឹងទៅអូខេចានេះមានអីទេអញ្ចឹងមកដល់តទៅនឹង session នេះគឺយើងនឹងខ្ញុំនឹង interview អ្នកនរគ្នាខ្លីៗតិចតួចតទៅទៅនឹង clause មួយចំនួនដែលប្រើជាមួយនឹង actual select statement ហ្នឹងអញ្ចឹងក្នុង select statement យើងអាចទៅសេ clause ផ្សេងៗបាននៅក្នុងហ្នឹងអញ្ចឹង clause ដែលសំខាន់ដែលចាំបាច់ដែល useful សម្រាប់យើងទាំងអស់គ្នានៅពេលដែលយើងទៅសេ actual advanced ឬក៏ complex ប៉ុណ្ណាក៏ដោយគឺត្រូវការ include clause អស់នឹងបញ្ចូលទាំងអស់អញ្ចឹងទី1គឺ clause ទី1គឺ where ហ្នឹងគឺប្រើដើម្បី filter row ពី result set របស់យើងហើយ order by clause ហ្នឹងមានន័យថាយើង sort row របស់យើងដែលផ្អែកទៅលើ column 1ឬក៏2អញ្ចឹងទៅអញ្ចឹងបើនៅក្នុង Excel យើងបើអ្នកធ្លាប់ប្រើ Excel ឬក៏ familiar មួយ Excel គាត់ដឹងហើយថា sort ហ្នឹងអីគេអញ្ចឹង sort ហ្នឹងបែបចេះឧទាហរណ៍ថាយើងមាន column Excel ហ្នឹង ID យើងមាន name អញ្ចឹង name A B C អញ្ចឹងទៅហើយ ID យើងមាន3 1 2អញ្ចឹងក្នុងករណីនេះយើងចង់ order name នេះ based ទៅលើ ID អញ្ចឹងក្នុងនេះយើងក្នុង Excel យើងនឹង sort ដែរយើងធ្វើការ sort ពីធំទៅពីតូចទៅធំអញ្ចឹងឃើញទេ sort ID អញ្ចឹងនៅក្នុង process action បែបហ្នឹងយើងអាច perform នៅក្នុង SQL បានដូចគ្នាដោយប្រើប្រាស់ order by statement order by clause ហើយតកតងនឹងបន្តទៀតគឺ group by clause អញ្ចឹង group by clause ហ្នឹងគឺជា clause មួយមានន័យថាវាធ្វើការ group row by row មួយដែលដូចគ្នាហ្នឹងទៅជា group មួយអញ្ចឹងន័យថាម៉េច process វានឹងចេះបែបឧទាហរណ៍ថាយើងចង់យកឲ្យ data យើង raw data យើងមានអញ្ចេះA យើងមាន C យើងមាន B មាន B មាន A អញ្ចឹង data យើងចេះអញ្ចឹងយើងចង់group name នេះអញ្ចឹង group ហ្នឹងមានន័យថាអាណាដូចគ្នាដាក់ចូលទៅមួយអញ្ចឹងក្នុងនេះមានប៉ុន្មាន group មាន 3 group អញ្ចឹងមានអីគេខ្លះមាន A មាន 2 អញ្ចឹង A group ទី2គេ B group ទី3គេ C អញ្ចឹងអា process ក្នុងការ group ហ្នឹងគឺយើងអាចប្រើបាននៅក្នុង SQL ដោយប្រើប្រាស់ clause មួយឈ្មោះថា group by អញ្ចឹងបន្តមកទៀតគឺ having clause ហ្នឹងប្រើសម្រាប់ filter data នៅលើ group មួយហ្នឹងដល់យើងបាន group A អញ្ចឹងយើងមាន group A កន្លែងនេះយើងឃើញមាន2អញ្ចឹងតែ group B យើងមាន3 group C យើងមាន6ឯងជាតែយើង summary មកចេញបែបហ្នឹងពេលយើងបាន summary ហ្នឹងហើយយើងគិតថាខ្ញុំចង់យក group ណាដែលមាន2ឡើងចាប់ពី2ឡើងអញ្ចឹងអានេះយើងនៅពេលយើងយកចាប់ពី2ឡើងគឺប្រកាសណាត្រូវសូតា2នេះទេចានេះលែងមានហើយនេះលែងមានហើយអញ្ចឹង data នឹងសូតា2នេះទេអញ្ចឹងដើម្បីបានតែ2នេះ filter យកតែ2នេះ
គឺយើងប្រើ having clause អញ្ចឹងតើតើនឹងអា clause អស់ហ្នឹងនៅ session ក្រោយយើងនឹង cover one by one ហើយ in detail ដោយសារ clause មួយគឺវាមាន use case ក្នុងការប្រើវាមានរបៀបសរសេរវាមានតើតើនឹង limitation របស់វាថាវាសរសេរបែបម៉េចបើយើងចង់ឧទាហរណ៍ where យើងចង់ where column 1ត្រូវធ្វើម៉េច where column 2ត្រូវធ្វើម៉េច where column 3ត្រូវធ្វើម៉េចអញ្ចឹង where ហ្នឹងគឺយើងដាក់ condition អញ្ចឹងយើងចង់ apply condition 1 2 5យើងត្រូវធ្វើម៉េច order by យើងចង់ sort row ហើយយើងចង់ sort ពីធំទៅតូចយើងត្រូវធ្វើម៉េចពីតូចទៅធំយើងត្រូវធ្វើម៉េចហើយយើងចង់ sort based ទៅលើ column ចាប់ពី3ឡើងយើងត្រូវធ្វើម៉េចអញ្ចឹងនៅក្នុង session អស់ហ្នឹងគឺយើងនឹង cover detail មួយអញ្ចឹងតើតើនឹងមកចំណុចបន្ទាប់នេះគឺយើង filter row អញ្ចឹងអានេះជា basic ទេអញ្ចឹងដើម្បី filter row ឬក៏ apply condition គឺយើងត្រូវសរសេរ where clause អញ្ចឹងនៅក្នុង statement SQL statement នេះ sample នេះគឺយើងនឹងធ្វើការទាញយក column ទាំងអស់ពី table customer ហើយយើង apply នៅ condition មួយទៅលើ column state ដែលយកតែ value CA ជាងយក state ណាដែលមានតែ CA គឺ California ជាងយកវាតារាងទៅអូខេនេះអញ្ចឹងវានឹង return row ឬក៏ record ទាំងអស់ដែលមាន state ស្មើ CA នេះយើងមកមើល column state មកយើងឃើញ CA សុទ្ធអញ្ចឹងមកយើងមើល column យើងពេលយើងអត់ទាន់ដាក់ condition អា column state ហ្នឹងមានអីគេនេះមានច្រើន value មាន KY TX OK អញ្ចឹងទៅមានអីមកកណ្ដោហូបហើយមានច្រើននេះរាប់ពាន់ row រាប់រយដូចជាពាន់ជាងអញ្ចឹងពេលយើង apply condition CA នេះមកវានឹង return តែ state ណាដែលជា state របស់ California អញ្ចឹងវាមានតែម៉ាត់29 row ទេ29 record ទេអញ្ចឹងអានឹងរបៀបដាក់ condition ទៅលើ column មួយអញ្ចឹងតើតើនឹងដំណើរការថាតើ script មួយហ្នឹងឬក៏ state SQL statement យើងផ្សេងហ្នឹងវាដំណើរការពីណាទៅណាចានេះជាសំខាន់ដែរយើងត្រូវដឹងមិនសំខាន់ដែរសំខាន់ហ្មងដល់ពេលយើង see SQL statement ហ្នឹងយើងត្រូវដឹងថាវា work ពីណាទៅណាព្រោះកាលណាយើងអត់ដឹងយើងចេះសរសេរទៅពីដល់ពេលយើងសរសេរ complex SQL ទៅអ្នកនរគ្នានឹងអង្គុយចាំវាអាចថា1ម៉ោង2ម៉ោងឬក៏ចាំ2ថ្ងៃអីមិនទាន់បានចប់ផងបើសិនជា data ឬក៏ table មួយនឹងធំអញ្ចឹងមូលហេតុដែលយើងត្រូវដឹងពី step នៃការ run គឺយើងដល់ពេលយើងដឹងហើយពេលដែលយើងសរសេរយើងត្រូវតែគិតថាតើវាដើរពីណាទៅណាហើយយើងគួរតែសរសេរ best practice ឬក៏script ដែលវាអាចទាញលឿននៅក្នុង step ណាមួយឧទាហរណ៍ថានៅក្នុង where នេះអ្នកទាំងអស់គ្នាអត់ត្រូវប្រើឆ្នប់ or អីទេដោយសារ or វានឹង return row មកទាំងអស់អីចឹងទៅហើយ and បើយើងប្រើ and អីចឹងទៅអញ្ចឹងយើងត្រូវដឹងពីដំណើរការរបស់វាអញ្ចឹងបើយើងទៅរៀននៅសាលាគ្រូអត់ប្រាប់ទេថា script មួយហ្នឹងដើរពីណាទៅណាគ្រូគ្រាន់តែប្រាប់ថាអូខេអ្នកនរគ្នា say script ប៉ុណ្ណឹងគាត់គ្នា run មកចេញ result បែបហ្នឹងប៉ុណ្ណឹងចប់អញ្ចឹងយើងអត់ដឹងទេថាអាហ្នឹងដើរពីណាទៅណាអញ្ចឹងនេះគឺយើងនៅក្នុងនេះគឺគេបានបញ្ជាក់ថាអូខេអញ្ចឹង script មួយហ្នឹងគឺវាដំណើរការពី from មក from នេះ from customer ហើយបន្តមកបាន where ហើយ where value ហ្នឹងមក condition របស់យើងហ្នឹង mid condition ហ្នឹងហើយបានវា select ហ្នឹងគឺ select យក column ដែលយើងបានដាក់អញ្ចឹងក្នុងនេះយើងយក column ទាំងអស់អញ្ចឹងមិនប្រកាសថាអូយើង select ផ្កាយ from ហើយ where មិនប្រកាសថាសរសេរអញ្ចឹងហើយវាតាមលំដាប់ដោយអញ្ចឹងណានៅ background វាអត់ run អញ្ចឹងទេអញ្ចឹងយើងក្នុងនេះយើងសរសេរ select មុន
ហើយ from ហើយបាន where ប៉ុន្តែជាក់ស្ដែងដំណើរការវាមែនតើគឺវាដើរ from មុន from ហើយ where ហើយបាន select អូខេចឹងហ្នឹងវាដាក់ condition នៅលើ column filter មានថា filter row បន្តមកទៀតគឺ sort របៀប sort អញ្ចឹង sort យើងគ្រាន់តែសរសេរ order by ហ្នឹងមកហើយយើង sort ហ្នឹង sort បេះទៅលើ column អីគេក្នុងនេះគឺគេឧទាហរណ៍នេះគឺគេ sort បេះទៅលើ column first name យើងសេមក order by first name first name ចឹង first name ចឹងយើងមើល data យកតហ្នឹងយើងឃើញនេះ first name វាញ៉ៃញ៉ៃអាអក្សរនេះវាអត់តាមលំដាប់លំដោយដោយសារយើងអត់បាន sort អត់បាន order វាអញ្ចឹងទីទៀតនេះពេលយើង apply ពេលយើង run code នេះយើងឃើញវាមានលំដាប់លំដោយអញ្ចឹងដូចអានេះចឹង Ina Monica មក Monica ឲ្យ Charles John អីចឹងទៅអញ្ចឹងទីទៀតយើងនឹងឃើញអាលំដាប់ដល់អក្សរហ្នឹងអញ្ចឹងយើង run វាមកអញ្ចឹងឃើញវាចាប់ដើមពី A first name A B ហើយបាន C នឹងមានកាត់តាមអក្សរបន្តអីចឹងទៅ C A D អីចឹងទៅអញ្ចឹង sort គឺបែបហ្នឹងចឹងសំខាន់នៅពេលដែលយើងចង់ order អីមួយនៅពេលមែនតើទៅយើង order ឧទាហរណ៍ថាយើង summary data យើង summary data នេះឥឡូវយើងចង់ summary data នេះឧទាហរណ៍អានេះវាមាន value វាឧទាហរណ៍អានេះយើងមានយើងមាន A យើងមាន B យើងមាន C value នេះចាត់ថាអាចថា cell name ចុះproduct name អាចថានេះជា product name ចឹងនេះយើងមាន sell amount តម្លៃដែលយើងចំនួនលុយដែលយើងលក់បានឧទាហរណ៍ product A យើងលក់បាន$200 product B នេះយើងលក់បាន$100 product C ហ្នឹងយើងលក់បាន$300អញ្ចឹងអានេះជា summary data អញ្ចឹងយើងចង់មើលថាតើអា product ណាលក់បានច្រើនជាងគេលក់បានលុយច្រើនជាងគេអញ្ចឹងមែនតើ data យើងនឹងសូច្រើនរោរាប់ពាន់រាប់ម៉ឺនរោយើងមិនមែនអង្គុយមើលមួយឃើញនឹងភ្នែកដូចអា sample នេះទេអញ្ចឹងដើម្បី return យកតែអា row ណាដែលខ្ពស់ជាងគេដែលលក់បានលុយច្រើនជាងគេ product ណាដែលលក់បានលុយច្រើនជាងគេយើង sort វាមកចឹងនេះយើង order by product ណាដែលលក់បានលុយច្រើនជាងគេអញ្ចឹងយើង base ទៅលើអា amount sell amount កន្លងមកនេះអញ្ចឹងវា order អញ្ចឹងយើងឃើញថាអូ product C លក់បានលុយច្រើនជាងគេ follow by product A product B អញ្ចឹងទៅអញ្ចឹងវានឹង useful នៅបែបហ្នឹងអូខេអញ្ចឹងបន្តមកទៀតតើតើដំណើរការវាគឺវាដើរពី from ហើយ where ហើយ select ហើយចុងក្រោយបាន order by អញ្ចឹង order by គឺវាដើរក្រោយគេ remember order by ដើរក្រោយគេប៉ុន្តែមិនមែនដើរក្រោយគេគ្រប់ពេលវេលាទេអ្នកនរគ្នាទៅដល់ limit មួយទៀតអ្នកនរគ្នាដល់មាន limit បន្តពីមេហ្នឹងទៅមានក្រោយ limit ហ្នឹងនឹងដើរក្រោយអា order by ទៀតប៉ុន្តែ limit ហ្នឹងមិនសូវប្រើទេហ្នឹងអញ្ចឹងយើងគ្រាន់ដឹងថាបើសិនយើងប្រើទៅសេគ្រាន់តែ simple script ជាមួយ order by គឺ order by ហ្នឹងឯងដើរក្រោយគេអញ្ចឹងបន្តមកទៀតគឺ grouping row អញ្ចឹងយើងតើតនឹងការ group row អញ្ចឹង group row មិញហ្នឹងខ្ញុំបង្ហាញដល់អ្នកនរគ្នាពី process វាហើយថាវាដើរបែបម៉េចនេះដូចនេះមិញណាហើយខ្ញុំបង្ហាញហើយអញ្ចឹងដើម្បីដំណើរការអា group row ហ្នឹងបាននៅក្នុង SQL គឺវាមានclause មួយឲ្យយើងស្រាប់អញ្ចឹងយើងចង់ group base ទៅលើcolumn អីគេអញ្ចឹង group column មួយណាដូចយើងជា sample យើងមិញយើង group អីគេ base ទៅលើ column នេះចឹងទៅ
column ប្រដាក់ name អញ្ចឹងទៅអញ្ចឹងនៅក្នុងនេះគឺគេ example គេនេះគឺគេគ្រប់ base ទៅលើ column city អញ្ចឹងយើង copy វាមកចឹងនៅ script មួយនេះគឺវានឹង return នៅ city របស់ customer ហ្នឹងដែល located ដែលមានទីតាំងនៅក្នុង California ហើយនឹងបង្ហាញតកតងទៅនឹង number ចំនួននៃ customer នៅក្នុង city នីមួយៗ city នៅក្នុងទីក្រុងនីមួយៗអញ្ចឹងនៅក្នុង California ជារដ្ឋមួយអញ្ចឹងនៅក្នុងរដ្ឋវាមានទីក្រុងច្រើនណាស់ជាងចង់ដឹងថាតើមកទីក្រុងមួយមានចំនួន customer ប្រមាណចឹងយើង run script ហ្នឹងទៅដឹងអញ្ចឹងគ្រប់បាយយើងទៅសេមក select យកតែ city ដែលយើងចង់ display តែ city ទេដោយសារយើងចង់មើលចំនួន customer by city តាម city នីមួយៗពី table customer ហើយយើងយកតែរដ្ឋ California ទេហើយយើងគ្រប់ city ហ្នឹងហើយ order by city name ជាង run វាមកអញ្ចឹងយើងនឹងឃើញបែបនេះអញ្ចឹងយើងឃើញថាអូ city ទាំងអស់ដែលនៅក្នុងរដ្ឋ California ហ្នឹងមាន29 city ហើយ city មួយហ្នឹងមាន customer ចំនួនអូខេ customer ចំនួនម្នាក់ចឹងទៅអញ្ចឹងអូខេអញ្ចឹងតកតងនឹងកុំបាយនេះចានេះវាមានដូចគ្នាចឹងបើខ្ញុំថាកន្លែង select ហ្នឹងយើងអាច count ឬក៏ sum ឬក៏ average បានអញ្ចឹងអាហ្នឹងខ្ញុំនិយាយថាតិចទៀតយើងនៅពេលទៅដល់អា detail របស់ clause មួយហ្នឹងមាន detail របស់ clause មួយហ្នឹងនឹងបង្ហាញថាតើ clause ហ្នឹងយើងប្រើបានជាមួយអីគេខ្លះអញ្ចឹងអាពពួក sum average min max អីហ្នឹងវាជា statistic function នៅក្នុង Excel ក៏មានដែរហើយយើងក៏អាចទៅសេនៅក្នុង SQL ហ្នឹងបានដូចគ្នាហើយអ្វីដែលសំខាន់ក្នុង SQL server បើយើងចង់ទៅសេអា function អស់ហ្នឹងគឺយើងត្រូវការមានគ្រប់បាយដាច់ខាតអញ្ចឹងគ្រប់បាយគឺប្រើជាមួយនឹងអា function អស់ហ្នឹងយើងប្រើដើម្បី summary data ដោយប្រើប្រាស់ statistic ណាមួយដល់យើងចង់មើល average sale យើងចង់មើល total sale ដែលយើងប្រើ sum យើងចង់មើលចំនួនsale ទៅជាងគេ min ដែលប្រើ min function minimum ហ្នឹងចង់មើលចំនួន sale ដែលលក់បានច្រើនជាងគេ maximum ចឹងទៅអូខេមានអីទៀតទេបងអរណាឃើញមានសាសលើកដៃលោកគ្រូថៃបានយើងត្រូវដឹងពីអា order របស់ syntax ហ្នឹងអាហ្នឹងវាបើយើងអត់ដឹងអាហ្នឹងវាមិនទៅយើងអាហ្នឹងយើងត្រូវដឹងដោយសារអីតិចទៀតទៅនៅពេលដែលយើងធ្វើការ maintain ទៅយើងត្រូវការចង់ order data ហ្នឹងតាមលំដាប់លំដោយអីគឺយើងត្រូវការប្រើវាចាំបាច់ឧទាហរណ៍ថាយើងចង់ order column ដូចខ្ញុំលើកឡើងមិញអញ្ចឹង column sale amount នៅក្នុងអា this are the return មកនេះយើងអត់អាច order នៅលើនេះបានទេវាមិនមែនដូច Excel អីទេអញ្ចឹងណាអញ្ចឹងនៅក្នុង SQL ដើម្បីចង់ order data based ទៅលើ column 1 2 3អីចឹងទៅគឺយើងត្រូវការប្រើ cross order by ហ្នឹងឯងនិយាយរួមគឺ order by ប្រើនៅពេលយើងចង់ sort ទិន្នន័យទៅតាមលំដាប់ដោយពីធំទៅតូចឬក៏ពីតូចទៅធំអត់ទេចង់សួរនៅលើ PDF មិញមិនមានត្រូវចាំថា logic វានេះកន្លែងនេះ process របស់វាពី from ទៅ where ទៅគ្រប់បាយអីចឹងបើវាអត់ order by អា sequence ហ្នឹងទេវាមានអីកើតឡើង
បើបើយើងអត់មានថាអត់ចាំអា sequence ហ្នឹងមែន Yes អត់ចាំអា sequence ហ្នឹងអាហ្នឹងនៅពេលដែលយើងទៅសេ script អឺ complex យើងសេ script អាចថា50បន្ទាត់ចុះ50បន្ទាត់អញ្ចឹងនៅពេលដែល script មួយនឹង slow DBA តាក់ទងមកយើងហើយតមកគេថា data យើងទាញមកធំហ่ะអញ្ចឹងគេអឺគេត្រូវការយើង optimize script ហ្នឹងអញ្ចឹងយើងដឹងអត់ថាតើបញ្ហា script មួយហ្នឹងនៅកន្លែងណាអញ្ចឹងដើម្បី identify អាបញ្ហាណាបានលឿនគឺយើងត្រូវការដឹង process ហ្នឹងព្រោះអីអាហ្នឹងពេលយើងសរសេរយើងអ្នកសរសេរខ្លួនឯងយើងត្រូវដឹងឯងថាអត់បើសិនយើងសរសេរខ្លួនឯងយើងអត់ដឹងផងដល់ពេលដែលយើងចង់ optimize script មួយហ្នឹងដើម្បីទាញ data បានលឿនយើងធ្វើម៉េចតោះនេះព្រោះដោយសារមែនតើទៅអា script យើងទៅសេហ្នឹងវាអត់ order តាមអ្វីដែរនៅក្នុង process ហ្នឹងឯងដូចយើងមិនមាន select from ហើយបានយើងទៅ filter វាអាហ្នឹងនៅក្នុង script វា order ផ្សេងដល់ពេលអានេះ process របស់វាផ្សេងទៀតអាហ្នឹងត្រូវចាំផ្សេងទៀតអញ្ចឹងអត់វារៀង overload ណាអញ្ចឹងអត់ដឹងថាគួរ focus លើមួយណាអូខេអញ្ចឹងតើតោះនឹងអានេះអាច ignore ក៏បានដែរអញ្ចឹងអាច ignore ក៏បានដែរប៉ុន្តែបើយើងដឹងទៅវាក៏ benefit យើងនៅពេលដែលយើង optimize script អញ្ចឹងពេលយើង optimize script យើងនឹងត្រូវការទៅអង្គុយមើល script នឹងឡើងវិញហើយថាយើងទៅសេពីអីហើយវាដើរពីណាទៅណាត្រូវអត់អាហ្នឹងយើងខ្លួនឯងទេបើសិនជាយើងដឹងទៅយើងមិនមែនទៅអង្គុយបន្តិចឲ្យចាំហ្មងទេយើងគ្រាន់តែដឹងត្រួសទៅដល់ពេលយើងទៅសេវារាល់ថ្ងៃទៅយើងដឹងថាវាបែបម៉េចហើយអាហ្នឹងតែយើងប្រើធម្មតារបស់មួយប្រើយើងប្រើថ្ងៃទៅយើងថ្នឹកមួយវាអីអញ្ចឹងណាអាច raise real case បានទេឬក៏ example case ក៏បានដែរថាអាហ្នឹងវា useful នៅពេលណាអឺបើដាក់ homework មួយព្រោះដាក់ homework មួយសេ script error ពីរដងចាស់ហ្នឹងហើយអាហ្នឹងខ្ញុំភ្លេចដែរប៉ុន្តែដោយសារតែដូចខ្ញុំនិយាយថាវានឹង benefit យើងថ្ងៃក្រោយតែពេលនេះខ្ញុំអត់ដឹងថាត្រូវលើកscenario អីទេប៉ុន្តែបើទៅលើ experience គឺវាទៅបែបហ្នឹងអញ្ចឹងណាអញ្ចឹងបានថាតែងតែប្រាប់ថាអានេះគ្រាន់ខ្ញុំពេលខ្ញុំបរៀន script មួយហ្នឹងខ្ញុំគ្រាន់ប្រាប់ឯងថាវាដំណើរការពីណាទៅណាបើអ្នកនរគ្នាអត់ចង់ចាំក៏អត់បញ្ហាទេអញ្ចឹងណាតែពេល optimize script មិនមែនអត់ចង់ចាំទេវាអត់ចាំហ្នឹងហើយអញ្ចឹងបានតម្រូវឲ្យយើងទៅសេវាជារៀងរាល់ថ្ងៃយើងប្រើវារាល់ថ្ងៃទៅយើងអូតូម៉ាទិកហ្មងគូក្បាលយើងអូតូម៉ាទិកហើយយើងមិនបាច់ចាំបើអង្គុយមើលនេះអញ្ចឹងបានក្នុង session នេះបើសិនអ្នកទទួលបានក៏បានបើសិនជាទទួលអត់បាន overload គិតថាពិបាកចាំក៏ ignore វាក៏អត់អីដែរអញ្ចឹងណាគាត់ដឹងទូទៅ at least ក៏យើងដឹងថាអូ script មួយហ្នឹងដើរពី from where select ប៉ុណ្ណឹងក៏បានដែរអូខេឬក៏លោកគ្រូអាច share ពីរបៀបថាយើងធ្វើមិនឲ្យងាយតែញ៉ាំនឹងចាំណាឃើញលោកវាមានអាតាក់តិចអីមានទេតាក់តិចអត់មានទេប៉ុន្តែបត់ក្នុងជាងទៅទុកទឹកបាទពេលហ្នឹងយើង focus ដោយសារចេះtechnique ខ្ញុំណាដោយសារប្រើថ្ងៃអញ្ចឹងថ្ងៃខ្ញុំប្រើនៅតែប្រើអញ្ចឹងយើងដឹងថាឥឡូវខ្ញុំសេ script ប៉ុណ្ណឹងខ្ញុំអត់ទៅមើលអាមិញទេអត់មកមិញទេអញ្ចឹងទី1ខ្ញុំដឹងខ្ញុំយក data ពីនេះខ្ញុំមាន condition 1 3 4 5អាចពេលខ្លះមានដល់10 condition apply 10 condition នៅលើ10 column ដឹងថាវាទាញ data ពីនេះវាយកពីនេះហើយវាតមកវាធ្វើអីទៀតតមកវាគ្រប់អានេះគ្រប់ column មួយនេះ
ហើយវាទាញ data របស់អាក្រុមនឹងមកហើយបន្ទាប់មកมันវា order ប៉ុណ្ណាដូចនិយាយថាតែយើងប្រើវារាល់ថ្ងៃទៅយើងដឹងហើយអញ្ចឹងណាអាហ្នឹងដូចជាមានតិចទៀតតើ accession subquery នឹងវេទនីឯងវេទនីត្រង់ថាដល់ពេលយើងសេះ subquery យើងអត់ដឹងថាអាហ្នឹងដើរមួយណាមុនដើរក្នុងមុនឬក៏ដើរក្រៅមុន subquery មានថាជា query មួយនៅក្នុងបន្ទាប់ពី condition ហ្នឹងឧទាហរណ៍ខ្ញុំសេះ where state ចឹង where state ចឹងទៅហៅឲ្យសេឲ្យមើលជា example តែអត់បានទេអូខេចឹង where ដល់ប៉ុណ្នេះ where state ចឹងដើម្បីអា បាន CA value ហ្នឹង CA ពាក្យ CA នឹងមួយខ្ញុំត្រូវទៅយកពី table ផ្សេងចឹងដើម្បីយកពី table ផ្សេងមកគឺខ្ញុំទៅសេ select name state ពី table C មកយើងទៅអូខេនេះ in អញ្ចឹងណាចឹងអាក្នុងនេះវាអាចមានអីច្រើនលើសពីហ្នឹងទៀតអញ្ចឹងនៅក្នុង real data real world ដែលគេយកទៅប្រើប្រាស់អានេះវានឹង return dynamic value មកហើយយើងនឹងត្រូវការទាញ data ពី table នេះដែល based ទៅលើ dynamic value ពី table នេះចឹងណាចឹងដល់ហើយហ្នឹងដឹងហើយថានៅពេលដែល slow ឧទាហរណ៍ script មួយហ្នឹង run slow យើងត្រូវ identify ថាតើ root cause មកពីកន្លែងណាពេល script យើងហូរហែ50បន្ទាត់អីចឹងយើងអង្គុយមើលទៅខ្ញុំថាយើងទៅមើល where យើងដាក់ស្អីគេខ្លះយើងសេ script អីខ្លះបាន slow ហើយយើងគួរតែដូរបើយើងដឹងថាវាអញ្ចឹងហើយយើងគួរតែ testing ដូរវាមិនឲ្យវាដើរលឿនជាងមុនទៅយកពីដូរ table ឬក៏ដូរ column ឬក៏យកតែ column ណាដែលចាំបាច់អីចឹងទៅអា technique optimize script ហ្នឹងវាមានច្រើនទៀតអញ្ចឹងណាអូខេមានសំណួរទៀតអត់ចឹងអានេះអត់អីទេអានេះខ្ញុំនៅតែ go through ចឹងថាបើនៅពេលខ្ញុំសេ script មួយនេះខ្ញុំនឹងប្រាប់ដល់អ្នកគ្នាថាវាដើរពីណាទៅណាដើរ from where គ្រប់បាយ select ហើយបាន order នោះប៉ុណ្ណឹងចប់តែតោះនឹងគ្រប់បាយអញ្ចឹងបន្តទៅយើង filter ចាប់ដើម apply filter ទៅលើគ្រប់ដែលយើងបានទៅសេហ្នឹងអញ្ចឹងនៅពេលយើងគ្រប់បាយហ្នឹងហើយយើងចង់ filter វាយើងចង់ filter ទៅលើគ្រប់បាយហ្នឹងទៀតអញ្ចឹងអា filter នេះយើងមិនមាន filter aware នេះបន្តហើយអីទៅអញ្ចឹងយើងចង់ filter ទៅលើ value នេះទៀតvalue ដែលយើង count នេះដែលយើងរាប់ចំនួនអតិថិជននេះដូចក្នុងករណីនេះឃើញក្នុងករណីនេះមិញយើងមាន C មួយទៀតអញ្ចឹងចង់យកតែ product ណាដែលមានចំនួនចាប់ពី2ឡើងទៅធ្វើម៉េចចឹងដើម្បី filter លើក្រុមមួយនឹងបានគឺយើងត្រូវប្រើhaving clause ចឹងនៅក្នុង example នេះគឺយើងប្រើ having clause ដើម្បីទាញយក data ពី table customer ដែល apply ទៅលើ apply condition មួយគឺយកចំនួន customer ដែលនៅក្នុង city ណាដែលនិយាយទៅយកចំនួនមានថា return តែ city ណាដែលមាន customer ចំនួន customer ចាប់ពី10នាក់ឡើងអញ្ចឹងយើងអាចបានបន្តិចទៅអូខេមកយើងខ្លីដែរយើងបាននេះមកយើងend ខ្លះបានអញ្ចឹងក្នុងនេះយើងអត់មានទេដោយសារតែdata របស់ខ្ញុំបើយើងមើលនេះដែលឃើញខ្ញុំមានតែមួយទាំងអស់ដោយសារ data ខ្ញុំប្រើជាមួយនឹង system POS អញ្ចឹងខ្ញុំ clear data មួយចំនួននឹងចោលអស់ហើយអញ្
ចឹងក្នុងករណីនេះឧទាហរណ៍ថាយើងមានអា row ណានេះដូចក្នុង example នេះវាមាន row ខ្លះគេមាននេះមានចាប់ពី10ឡើង11 12ចឹងទៅអញ្ចឹងវានឹង return តែអា3 row នេះមកនេះអញ្ចឹងក្នុងករណីយើងសេ script មួយហ្នឹងគឺវានឹង return city ដែលមានចំនួន customer ចាប់ពី10នាក់ឡើងអញ្ចឹងមាននេះ city នឹងមាន city មួយនេះ Kayon city នេះមានតែមួយនេះហើយនៅមួយនេះមានតែ3ហ្នឹងអញ្ចឹងវា return 3 row មកក៏មួយទៀតខ្ញុំអាច apply វានៅលើប្រហែលជាលើ tx state tx state tx ក៏មានដែរអញ្ចឹងប្រហែលជា staff ហើយ apply ទៅលើstaff ហ្នឹងវាមានstore នេះគឺមានតែប្រើគ្រប់បានដែរ customerមាន A ចាំឥឡូវខ្ញុំមើល provide state វិញហើយគ្រប់មកទៅ state 2នេះបាទ state យើងយកទៅ state យើងបាច់មានវាទេprovide state ជួយយើង apply ជួយ apply filter ទីយក state ដែលមានទៀតជួយយក state ដែលមានចំនួន customer ចាប់ពី10នាក់ឡើងនេះគេមាន state នេះមកអញ្ចឹង state ដែលតូចជាង10អត់មានទេយើងអាចដាក់ raw state ដែលតូចជាង10ចឹងអត់មានអញ្ចឹងអាចថាស្មើ10ស្មើ17នេះគឺ state នេះមាន customer ចំនួន17នាក់មាន4 state អូខេអញ្ចឹងតកតងនឹងដំណើរការរបស់វាដើរពី from where group by sorry នេះអញ្ចឹងវាដើរពី from where group by select group by ហើយ having ហើយ select ហើយបាន order អូខេអញ្ចឹងថ្ងៃនេះយើងចប់ហើយយើងលើកម៉ោងតិចហើយអញ្ចឹងមានសំណួរអីអត់ចាំបើអត់មានខ្ញុំ